មុនបត់ត្រូវសញ្ញោនឹងមើលក្រោយ20-30 ម៉ែត្រហើយត្រូវមើលផ្លាកផងដែរបើមិនចង់ឲ្យមន្ត្រីប៉ូលីសផាកនឹងមានការប៉ះពាល់តែក៏មិនត្រូវរំលងសញ្ញាព្រួញលើទ្រូងផ្លូវដែរជៀសវាងអាសន្នធំអញ្ចឹងមករំលឹកមេរៀនគំនូសព្រួញលើទ្រូងផ្លូវទាំងអស់គ្នាមានដូចជាគំនូសសញ្ញាព្រួញទៅមុខត្រង់និងបត់ឆ្វេង turn left and straight arrow ប្រើសម្រាប់ឲ្យអ្នកបើកបរដឹងថានៅត្រង់ផ្លូវប្រសពខាងមុខកន្លងផ្លូវនេះសម្រាប់ធ្វើចរាចរណ៍ទៅមុខត្រង់និងបត់ឆ្វេងតែប៉ុណ្ណោះគំនូសសញ្ញាព្រួញទៅមុខត្រង់និងបត់ស្ដាំ turn right and straight arrow ប្រើសម្រាប់ឲ្យអ្នកបើកបរដឹងថានៅត្រង់ផ្លូវប្រសពខាងមុខកន្លងផ្លូវនេះសម្រាប់ធ្វើចរាចរណ៍ទៅមុខត្រង់និងបត់ស្ដាំតែប៉ុណ្ណោះគំនូសសញ្ញាព្រួញបត់ស្ដាំប្រើសម្រាប់ឲ្យអ្នកបើកបរដឹងថានៅត្រង់ផ្លូវប្រសពខាងមុខកន្លងផ្លូវនេះសម្រាប់ធ្វើចរាចរណ៍ទៅមុខត្រង់និងបត់ស្ដាំគំនូសសញ្ញាព្រួញបត់ឆ្វេង turn left arrow ប្រើសម្រាប់ឲ្យអ្នកបើកបរដឹងថានៅត្រង់ផ្លូវប្រសពខាងមុខនេះសម្រាប់ធ្វើចរាចរណ៍ទៅមុខត្រង់និងបត់ឆ្វេងតែប៉ុណ្ណោះគំនូសសញ្ញាព្រួញទៅមុខត្រង់ straight arrow សម្រាប់ឲ្យអ្នកបើកបរដឹងថានៅត្រង់ផ្លូវប្រសពខាងមុខសម្រាប់បានតែទៅត្រង់តែប៉ុណ្ណោះគំនូសសញ្ញាព្រួញងាកស្ដាំនៅចន្លោះគំនូសតូលដាច់បែងចែកចរាចរណ៍ keep right arrow ប្រើសម្រាប់ឲ្យដំណឹងថានៅខាងមុខមានគំនូសជាប់តូលឬភ្លោះពណ៌លឿងអ្នកបើកបរបើឃើញគំនូសនេះត្រូវងាកមកកន្លងស្ដាំតាមគំនូសសញ្ញាព្រួយនេះគំនូសសញ្ញាព្រួយងាកស្ដាំនៅកន្លងផ្លូវ keep right arrow គំនូសសញ្ញាព្រួយពណ៌សងាកស្ដាំដែលនៅលើកន្លងផ្លូវប្រើសម្រាប់ឲ្យដំណឹងថានៅខាងមុខកន្លងផ្លូវនេះនឹងរួមចូលក្នុងកន្លងផ្លូវស្ដាំតែមួយគំនូសសញ្ញាព្រួយងាកឆ្វេងនៅលើកន្លងផ្លូវ keep left arrow គំនូសសញ្ញាព្រួយពណ៌សងាកឆ្វេងដែលនៅលើកន្លងផ្លូវប្រើសម្រាប់ឲ្យដំណឹងថានៅខាងមុខកន្លងផ្លូវនេះនឹងរួមចូលទៅកន្លងផ្លូវខាងឆ្វេងតែមួយជាចុងក្រោយមានតែពាក្យជូនពរបងប្អូនឲ្យមានសុខសុវត្ថិភាពតាមដងផ្លូវ